អស់ផ្លូវហើយថៃលែងមានសិទ្ធិមកបិទសមុទ្រខ្មែរតាមអំពើចិត្តទៀតហើយអស់ផ្លូវហើយប្រទេសថៃកម្ពុជាកាន់អាវុធពិសេសមិនអាចឲ្យអ្នកណាមកបិទសមុទ្រខ្មែរបានទៀតឡើយឬក៏ការគំរាមកំហែងអ្វីផ្សេងៗពីសំណាក់ប្រទេសថៃបាទនេះគឺជាជ័យជំនះប្រវត្តិសាស្ត្រតែម្ដងរដ្ឋសភាអនុម័ត 100% លើច្បាប់ការពារសមុទ្រធានាថាគ្មានប្រទេសណាហ៊ានរំលោភបំពានសមុទ្រកម្ពុជានោះទេជំរាបសួរប្រិមិត្តសូមស្វាគមន៍មកកាន់ Channel PH707 ប្រិមិត្តជាទីមេត្រីនេះជាដំណឹងនាថ្ងៃទី16មករា2026សារតទាំងអស់គ្នាឥឡូវម៉ោង 8:10 នាទីយប់ទៅហើយបាទយើងងាកដំណឹងដ៏ល្អមួយជួយចែករំលែកទៅកាន់ប្រិមិត្តដទៃផ្សេងទៀតផងបាទប្រិមិត្តធ្លាប់មានក្តីកង្វល់ឬក៏ការបារម្ភទេថាថ្ងៃណាមួយប្រទេសជិតខាងដែលមានកម្លាំងជើងទឹកខ្លាំងក្លាជាងប្រទេសកម្ពុជារបស់យើងនោះជាពិសេសគឺប្រទេសថៃនេះតែម្ដងកាលពីវគ្គទី1ជាមួយកម្ពុជាថៃគម្រាមបិទសមុទ្រកម្ពុជានៅក្នុងការផ្គត់ផ្គង់ប្រេងមួយចំនួនចូលទៅក្នុងដែនដីកម្ពុជាគម្រាមបិទសមុទ្រអត់ឲ្យកម្ពុជាចរាចរស្អីនោះទេខ្ញុំធ្លាប់បានធ្វើវីដេអូមួយឃ្លីបទៅហើយក៏ប៉ុន្តែវាពាក់ព័ន្ធទៅនឹងការផ្ដល់សច្ចាប័ន ratify ពីសំណាក់កម្ពុជារបស់យើងនេះវាស្រពេចស្រពិលរឿងនឹងប៉ុន្តែឥឡូវនេះច្បាស់ហើយបាទរដ្ឋសភាអនុម័ត 100% លើច្បាប់សមុទ្រតែម្ដងបាទថៃបាក់ផ្នែកធំចុំកម្ពុជាផ្ដល់សច្ចាប័នចំពោះ UN Close ហើយពីព្រោះរឿងនេះយើងតែងតែបារម្ភថានៅថ្ងៃណាមួយប្រទេសជិតខាងដូចជាថៃឬក៏ប្រទេសវៀតណាមជាដើមអាចនឹងបិទច្រកសមុទ្ររបស់កម្ពុជាយើងធ្វើឲ្យយើងដកដង្ហើមមិនរួចលើផ្នែកសេដ្ឋកិច្ចនេះគឺជាអ្វីដែលយើងបារម្ភកាលពីកំឡុងតឹងបាទធ្លាប់បារម្ភថ្ងៃនេះសូមដកដង្ហើមឲ្យធំប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាដកដង្ហើមមួយអបអរសាទរទាំងអស់គ្នាបាទព្រោះថាកម្ពុជារបស់យើងទើបតែទួលបានអាវុធពិសេសដ៏មានឥទ្ធិពលបំផុតមួយដែលធ្វើឲ្យក្តីបារម្ភទាំងនោះរលាយរលត់បាត់អស់រលីងតែម្ដងនេះគឺជាអ្វីដែលខ្ញុំបាទពិតជារីករាយរំភើបខ្លាំងមែនទែនចំពោះដំណឹងនាថ្ងៃនេះតើអាវុធពិសេសនោះជាអ្វីហើយហេតុអ្វីបានជាខ្ញុំហ៊ាននិយាយថាថៃនឹងអស់ផ្លូវក្នុងការមកគៀបសង្កត់លំហសមុទ្រកម្ពុជារបស់យើងទៀតសូមតាមដានស្ដាប់ជាមួយខ្ញុំឲ្យចប់ទាំងអស់គ្នាប្រិមិត្តនៅថ្ងៃទី16មករា2026នេះក្នុងសម័យប្រជុំរដ្ឋសភាដ៏មហោឡារិកតំណាងរាស្ត្រកម្ពុជាទាំង114រូបបានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទ 100% ពេញតែម្ដងអនុម័តយល់ព្រមឲ្យកម្ពុជាចូលជាសមាជិកពេញសិទ្ធិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឬហៅកាត់ថា UN Close បាទប្រយ័ត្នគេសួរថាស្អីគេ UN Close នឹងអូនពន្យល់បងតិចមើលបាទយើងប្រាប់គាត់ទៅថាអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រក្នុងជំហានប្រវត្តិសាស្ត្រថ្មីមួយដើម្បីការពារផលប្រយោជន៍សមុទ្រជាតិរដ្ឋសភានៃកម្ពុជារបស់យើងបានសម្រេចអនុម័តយល់ព្រមទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការផ្ដល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ1982 UN Close នេះមានន័យថាផ្ដល់សច្ចាប័ននឹងគឺគេប្រើពាក្យថា ratify នឹងហើយនៅក្នុងសម័យប្រជុំលើកទី5នីតិកាលទី7នាព្រឹកថ្ងៃសុក្រនេះដែលមានសម្ដីខួនសូដារីប្រធានរដ្ឋសភាអង្គសភាបានផ្ដល់សេចក្តីទុកចិត្តដោយសម្លេងគាំទ្រ114លើ114លើសេចក្តីព្រាងច្បាប់ដែលកម្ពុជាបានរងចាំអស់រយៈពេលជាង4ទសវត្សរ៍មកហើយគិតចាប់តាំងពីការចុះហត្ថលេខាដំបូងក្នុងឆ្នាំ1983នេះមិនមែនជាការអនុវត្តច្បាប់ធម្មតាទេប្រិមិត្តជាទីមេត្រីនេះគឺជាការប្រកាសប្រាប់ពិភពលោកឲ្យដឹងថាចាប់ពីថ្ងៃនេះទៅសមុទ្រកម្ពុជាត្រូវបានការពារដោយច្បាប់អន្តរជាតិពេញលេញចំណុចសំខាន់បំផុតដែលខ្ញុំចង់បង្ហាញទៅកាន់បងប្អូនទាំងអស់គ្នាគឺសំណួរថាហេតុអ្វីបានជាមានច្បាប់ UN Close នេះធ្វើឲ្យថៃមិនអាចខ្ទប់ឬបិទសមុទ្រកម្ពុជាបានទី1កន្លងមកក្នុងចំនួនតំបន់ត្រួតគ្នា OCA ប្រទេសជិតខាងអាចចេះតែអះអាងនឹងគូបន្ទាត់ព្រំដែនតាមទិដ្ឋនិកឬតាមចិត្តគេប៉ុន្តែនៅពេលដែលកម្ពុជាមាន UN Close នៅក្នុងដៃការកំណត់ព្រំដែនសមុទ្រត្រូវតែអនុវត្តទៅតាមស្តង់ដារច្បាប់អន្តរជាតិថៃមិនអាចប្រើកណ្ដាប់ដៃធំមកបង្ខំយើងឲ្យទទួលយកបន្ទាត់ព្រំដែនដែលមិនយុត្តិធម៌បានទៀតឡើយទេនេះគឺចំណុចទី1បញ្ចប់ការគូសផែនទីតាមអំពើចិត្តតាមតំណាងចិត្តរបស់ថៃណានោះទី2សិទ្ធិខ្លងកាត់ដោយសន្តិភាពចំណុចសំខាន់បំផុតប្រិមិត្តនេះគឺជាចំណុចស្លាប់រស់
ฉบับអន្តរជាតិនេះចែងច្បាស់ណាស់ថាទោះបីជានាវារបស់យើងឬនាវាដឹកទំនិញមកកម្ពុជាត្រូវឆ្លងកាត់ដែនទឹករបស់គេក៏ដោយឲ្យតែជាការឆ្លងកាត់ដោយសន្តិភាពគេមិនមានសិទ្ធិហាមឃាត់ឬបិទផ្លូវដាច់ខាតបាទបើថៃហ៊ានយកនាវាចម្បាំងមកបិទផ្លូវនាវាចូលមកកំពង់ផតព្រះសីហៈរបស់យើងថៃកំពុងប្រកាសសង្គ្រាមជាមួយច្បាប់អន្តរជាតិហើយបាទនេះគឺចំណុចទី2សិទ្ធិឆ្លងកាត់ដោយសន្តិភាពទី3យើងមានតុលាការអន្តរជាតិជាខ្នងបង្កែងចាប់ពីពេលនេះទៅបើមានការរំលោភបំពានណាមួយធ្ងន់ធ្ងរលើដែនសមុទ្ររបស់យើងកម្ពុជាមិនចាំបាច់តវ៉ាតែមាត់ទទេទេយើងមានសិទ្ធិពេញលេញបណ្ដឹងថៃទៅកាន់តុលាការអន្តរជាតិផ្នែកច្បាប់សមុទ្រ ITLOS បាទក្បាលនោះយើងហៅថា UN Clause ឥឡូវយើងហៅតុលាការអន្តរជាតិផ្នែកច្បាប់សមុទ្រនេះថា ITLOS ត្រូវឲ្យប្រិមិត្តនៅប្រទេសអាល្លឺម៉ង់នេះគឺជាផ្នែកច្បាប់ដ៏រឹងមាំបំផុតដែលធ្វើឲ្យយើងមិនអាចខ្លាចជាងមុនបាទនេះគឺជាចំណុចទី3ប្រិមិត្តទាន់ដែរឬទេត្រង់ចំណុចនេះយើងមានសិទ្ធិពេញលេញបណ្ដឹងទៅកាន់តុលាការអន្តរជាតិផ្នែកច្បាប់សមុទ្រ ITLOS អញ្ចឹងទេបើសិនជាថៃប្រើប្រាស់កម្លាំងបាយបិទគប់ផ្លូវសមុទ្រកម្ពុជាអាចបណ្ដឹងថៃទៅកាន់តុលាការអន្តរជាតិផ្នែកច្បាប់សមុទ្រ ITLOS ជាបន្ទាន់ឲ្យគេដោះស្រាយឬក៏ហៅថៃទៅកាន់តុលាការនឹងតែម្ដងទៅបើសិនជាថៃគម្រាមបិទសមុទ្រដោយសារតែអីកាលពីកន្លងទៅវគ្គទី1ជាមួយកម្ពុជាថៃគម្រាមបិទសមុទ្រកម្ពុជានៅក្នុងការផ្គត់ផ្គង់ប្រេងមួយចំនួនចូលទៅក្នុងដែនដីកម្ពុជាគម្រាមបិទសមុទ្រអត់ឲ្យកម្ពុជាចរាចរស្អីនោះទេទី1នោះថៃគម្រាមបិទផ្លូវសមុទ្រមិនឲ្យដឹកប្រេងចូលប្រទេសកម្ពុជាជាដើមអាហ្នឹងគឺតង់ទី2ហ៎បាទអញ្ចឹងទេតុលាការនេះមានសមត្ថកិច្ចបង្គាប់ឲ្យមានការបើកផ្លូវវិញនិងអាចសម្រេចលើសំណងខូចខាតទៀតផងបាទនេះគឺជា ITLOS នោះតុលាការអន្តរជាតិផ្នែកច្បាប់សមុទ្រដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់យើងឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុននិងឯកឧត្តមឡាំជាបានបញ្ជាក់ហើយថានេះជាការពង្រឹងអធិបតេយ្យភាពជាតិនិងការពារផលប្រយោជន៍យូរអង្វែងរបស់កូនខ្មែរជំនាន់ក្រោយសរុបមកវិញថ្ងៃនេះគឺជាថ្ងៃជ័យជំនះផ្នែកការទូតនិងច្បាប់ដ៏ធំធេងរបស់កម្ពុជាសមុទ្ររបស់យើងមានច្បាប់ការពារគ្មានមហាអំណាចតំបន់ណាមកធ្វើបាបយើងតាមអំពើចិត្តបានទៀតនោះទេចុះបងប្អូនយល់យ៉ាងណាដែរចំពោះដំណឹងដ៏អស្ចារ្យមួយនេះតើបងប្អូនមានទំនុកចិត្តជាងមុនទេក្នុងការការពារដែនសមុទ្ររបស់យើងនេះសូមបញ្ចេញមតិយោបល់របស់បងប្អូនទាំងអស់គ្នាខ្ញុំចាំអានគំនិតយោបល់ប្រិយមិត្តទាំងអស់គ្នាបាទបញ្ចេញមកតើយល់ឃើញយ៉ាងណាដែរចំពោះដំណឹងដ៏រីករាយដ៏បវរនៅថៃនេះដែលរដ្ឋសភាអនុម័ត 100% ច្បាប់ការពារសមុទ្រកម្ពុជាដែលអនុម័តយល់ព្រមឲ្យយើងនេះចូលជាសមាជិកពេញសិទ្ធិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រឬហៅថា UN Clause បាទថៃកំពុងតែភ័យឬក៏យ៉ាងណាដោយសារតែអីកាលពីកន្លងទៅបាទគម្រាមកម្ពុជាបិទសមុទ្រហើយផ្ទុកដំណឹងនោះប្រិយមិត្តបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនមានការព្រួយបារម្ភចំពោះរឿងនេះដោយសារតែអីយើងអត់ទាន់ ratify បាទអត់ទាន់ផ្ដល់សច្ចាប័នទៅលើ UN Clause នោះទេអញ្ចឹងទេថ្ងៃនេះយើងដឹងជាក់ស្ដែងហើយតាមរយៈរដ្ឋសភា114លើ114បោះឆ្នោតគាំទ្រចំពោះរឿងនេះសូមរំលឹកបន្តិចប្រិយមិត្តបាទកាលពីឆ្នាំ2025អគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាបានស្នើឲ្យកម្ពុជាផ្ដល់សច្ចាប័នលើច្បាប់សមុទ្រអន្តរជាតិ UN Clause ដើម្បីងាយស្រួលដោះស្រាយវិវាទជាមួយប្រទេសជិតខាងកាលនោះមិនទាន់ផ្ទុះអាវុធតាមព្រំដែនរវាងកម្ពុជាថៃនៅឡើយទេប៉ុន្តែចាប់ផ្ដើមមានបញ្ហាឌឺដងរឿងកោះដោយសារតែថៃបានទាមទារជាម្ចាស់កោះគុតនឹងឯងឥឡូវនៅថ្ងៃនេះសភាកម្ពុជាបានអនុម័តច្បាប់ផ្ដល់សច្ចាប័ន UN Clause ហើយសង្ឃឹមថាបារាំងនឹងចូលខ្លួនជួយខាងផ្លូវច្បាប់ប្តឹងថៃដោយការប្រាសាទព្រះវិហារបាទហ្នឹងហើយទូតបារាំងជំរុញឲ្យកម្ពុជាផ្ដល់សច្ចាប័នលើ UN Clause កាលពីថ្ងៃទី9ខែឧសភា2025ខ្ញុំអត់ចាំថ្ងៃទេប៉ុន្តែទៅ search មើល Google មិញគឺថ្ងៃទី9ឧសភា2025បាទកាលពីឆ្នាំទៅនឹងឯងទូតបារាំងជំរុញឲ្យកម្ពុជារបស់យើងនឹងផ្ដល់សច្ចាប័ន ratify UN Clause ទៅឥឡូវនេះយើងបានធ្វើហើយនៅពេលដែលយើងបានធ្វើហើយថៃមិនអាចប្រើអំណាចយោធាជើងទឹកមកគូសបន្ទាត់តាមទំនើងចិត្តបិទច្រកសមុទ្រកម្ពុជាបាននោះទេព្រោះតែសហគមន៍អន្តរជាតិនិងអង្គការសហប្រជាជាតិនឹងយកច្បាប់ UN Clause មកធ្វើជាម៉ែត្រវះវែងអានឹងរឿងមួយផ្នែកទៅមួយទៀតនោះសមុទ្រខ្មែរគឺជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់នាវាដឹកទំនិញដឹកជញ្ជូនមកពីប្រទេសធំៗដូចជាប្រទេសចិន
សហរដ្ឋអាមេរិកនិងអឺរ៉ុបជាដើមការបិទសមុទ្រមិនមែនប៉ះពាល់ត្រឹមតែខ្មែរតែម្នាក់ឯងនោះទេប៉ុន្តែវាប៉ះពាល់ទៅដល់ចរន្តពាណិជ្ជកម្មអន្តរជាតិទាំងមូលប្រសិនបើថៃហ៊ានតែបិទគេនឹងរងសម្ពាធសេដ្ឋកិច្ចនិងទណ្ឌកម្មពីបណ្ដាប្រទេសមហាអំណាចទាំងនោះភ្លាមៗនេះគឺផ្ដើមទៅកាន់ថៃបាទកាលពីវគ្គទី1នោះថៃគម្រាមបិទសមុទ្រក៏ប៉ុន្តែថៃចេញមកនិយាយបំភ្លឺវិញថាអត់បានបិទសមុទ្រទេគឺបិទច្រកនៃការដឹកប្រេងនាវាណាដែលដឹកប្រេងចូលកម្ពុជាអត់ឲ្យចូលអាហ្នឹងគឺតង់ទី2បាទអញ្ចឹងទេវីដេអូមួយនេះចប់តែប៉ុណ្ណេះសិនខ្ញុំរត់ទៅងូតទឹកសិនប្រិមិត្តបាទអត់ទាន់ងូតទឹកអីទេមកឆ្លៀតធ្វើវីដេអូដើម្បីនិយាយដំណឹងដ៏រីករាយមួយនេះចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទជាការកំសាន្តស្ដាប់ដំណឹងរឿងព្រំដែនកម្ពុជាថៃនាថ្ងៃនេះងាកមកដំណឹងមួយទៀតកាលពីព្រឹកមិញថៃបន្តរាយលួបន្លាបាទកាន់តែច្រើនទៅនៅតំបន់ថ្មដាក្រុមការងារយើងចោះទៅសង្កេតការពិនិត្យផ្ទាល់មានរូបភាពជាក់ស្ដែងបាទថតបានច្បាស់ណាស់ដែលថៃរំលោភចូលទឹកដីកម្ពុជានៅថ្មដាខេត្តពោធិ៍សាត់នឹងឯងអញ្ចឹងទេមានផកតាង evidence ទាំងអស់នៅក្នុងទូរស័ព្ទដៃក្រោយពីថៃបានទៅណែនាំប្រជាពលរដ្ឋចិនអាជីវកររកស៊ីអាជីវកម្មនៅទីនោះឲ្យរុកររបងលួរបស់យោធាថៃដល់ពេលបានមួយសតុឬក៏មួយថ្ងៃមកយោធាថៃបែរជាមកដាក់លួបន្ថែមកាន់តែច្រើនទៅអានឹងរំលោភអធិបតេយ្យភាពកម្ពុជារំលោភឈ្លានពានកម្ពុជាឲ្យប្រទេសថៃបាទហើយក៏សូមខន្តីអភ័យទោសផងចំពោះពាក្យពេចន៍កំហុសឆ្គងត្រង់កន្លែងណាមួយនៅក្នុងការនិយាយដំណឹងមួយនេះសូមខន្តីអភ័យទោសផងទុកជាមុនបើសិនជាមានកំហុសឆ្គងណាមួយសូមអរគុណដល់ពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃតាមដាននៅព័ត៌មានថ្ងៃនេះសូមអរគុណច្រើនសូមជម្រាបលា